តាមខ្ញុំបាទសូមគោរពដល់លោកគ្រូអ្នកគ្រូនិងសួស្តីទៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះខ្ញុំបាទឈ្មោះចន្ទថាវីតូរៀនថ្នាក់ទី10ផ្សេងនៃវិទ្យាល័យគព្រីនៅក្នុងថ្ងៃនេះខ្ញុំបាទសូមចូលខ្លួនបកស្រាយនៅមេរៀននៅចំពុកទី1ពហុធាដែលចំណុច5ប្រមាណវិធីចែកពហុធាដែលផ្ដោតសំខាន់ទៅលើចំណុច 5.1 ប្រមាណវិធីចែកពហុធានិងឯកធាអញ្ចឹងយើងមកដល់ឧទាហរណ៍គឺគេថាគណនាប្រមាណវិធីចែកដែលគេឲ្យពហុធារបស់យើងគឺ 12x គីបបូក 6x ការ៉េចែកនឹងឯកធារបស់យើង 6x អញ្ចឹងគេបានយើងត្រូវរៀបតាមលំដាប់ចុះដល់គេលំដាប់ចុះគឺបាន 12x គីបហ្នឹងបូក 6x ការ៉េចែកនឹង 6x អញ្ចឹងយើងត្រូវដាក់ផលចែកយ៉ាងណាឲ្យគុណទៅបូកដកតំណាងចែកស្មើ0អញ្ចឹងយើងដាក់បាន 2x ការ៉េ 2x ការ៉េគុណនឹង 6x បាន 12x គីបអញ្ចឹងយើងបោះទៅតំណាងចែកបានដក 12x គីបអញ្ចឹងដល់ 12x គីបដក 12x គីបគឺស្មើ0អញ្ចឹងយើងតម្លាក់តួ 6x ការ៉េបន្ទាប់ទៀតហើយយើងដាក់បាន x គុណនឹង 6x បាន 6x ការ៉េបោះទៅតំណាងចែកបានដក 6x ការ៉េអញ្ចឹង 6x ការ៉េដក 6x ការ៉េគឺស្មើ0របៀបសរសេរដូចនេះអញ្ចឹងដូចនេះយើងដឹងហើយថាយើងត្រូវដាក់តំណាងចែកស្មើតួចែកគុណឲ្យផលចែកយើងដឹងហើយថាតំណាងចែកគឺស្មើ 12x គីបបូក 6x ការ៉េដែលតួចែករបស់យើងគឺ 6x ដែលផលចែករបស់យើងគឺ 2x ការ៉េអញ្ចឹងយើងដូចនេះយើងបាន 12x គីបបូក 6x ការ៉េស្មើ 6x កតាឲ្យ 2x ការ៉េបូក x អញ្ចឹងការបកស្រាយរបស់ខ្ញុំដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់និងអាចដោះស្រាយលំហាត់នេះបានទាំងអស់គ្នាសូមអរគុណ